ស្ដីបងប្អូនទាំងអស់គ្នានឹងហើយថ្ងៃនេះគឺខ្ញុំធ្វើការបង្រៀនបងប្អូនទាំងអស់គ្នាអំពីការបង្កើត WeChat នឹងហើយអញ្ចឹងសម័យបច្ចុប្បន្ននេះគឺ WeChat គឺមានការប្រើប្រាស់ទូលំទូលាយខ្លាំងមែនទែនមិនថាប្រជាជនចិនទេបើសិននិយាយអំពីជនជាតិចិនគឺប្រើជាទូទៅទៅហើយ WeChat អញ្ចឹងសម្រាប់កម្ពុជាយើងក៏ដូចគ្នាដែរសម្រាប់បច្ចុប្បន្ននេះគឺ WeChat គឺមានការប្រើប្រាស់ច្រើនគួរសមហើយតម្រូវការក៏វាសំខាន់ម្យ៉ាងដែរអញ្ចឹងហើយគឺប្រស្រ័យតាក់ទងគ្នាអញ្ចឹងបងប្អូនដែលថ្មីដែលគាត់ទើបទៅចូលមកអាចចូលមក Subscribe នៅ Channel របស់ខ្ញុំបានហ្នឹងហើយ Channel របស់ខ្ញុំនេះគឺធ្វើអំពីមេរៀនទាំងអស់គឺការបង្កើត Channel YouTube ហ្នឹងហើយការរលុយជាមួយនឹង Facebook ជាមួយនឹងអីហ្នឹងហើយមួយទៀតគឺបងប្អូនអាចចូលទៅ follow ឬក៏ like page របស់ខ្ញុំបានហ្នឹងហើយនេះគឺជា page របស់ខ្ញុំហ្នឹងហើយអញ្ចឹងយើងកុំឲ្យខាតពេលយូរយើងចូលមកកាន់ WeChat បងប្អូនចូលទៅកាន់ Play Store ហ្នឹងហើយឬក៏ App Store សម្រាប់អ្នកដែលប្រើ iPhone ហើយសម្រាប់អ្នកដែលប្រើ Android អាចចូលទៅ Play Store ឬឲ្យ download អ្នកកម្មវិធីមួយនេះគឺកម្មវិធី WeChat នេះហ្នឹងហើយអញ្ចឹងបងប្អូន down រួចហើយបងប្អូនចូលមកតាមខ្ញុំមកនេះគឺជាទម្រង់នៃការបង្កើត WeChat អញ្ចឹងកន្លែង name នេះគឺកន្លែងបងប្អូនទាំងអស់គ្នាដាក់ឈ្មោះមកអញ្ចឹងខ្ញុំសូមដាក់ឈ្មោះខ្ញុំសូមដាក់វណ្ណៈMO 168ហ្នឹងហើយខ្ញុំសូមដាក់វណ្ណៈ MMO 168បន្ទាប់កន្លែង category នេះគឺបងប្អូនទាំងអស់គ្នាត្រូវតែបដូរមកប្រទេសកម្ពុជាបងប្អូនអរគ្នាជ្រើសរើស Cambodia មកបន្ទាប់មកទៀតគឺកន្លែង phone នេះគឺជាកន្លែងដែលបងប្អូនអរគ្នាត្រូវតែមានលេខទូរស័ព្ទហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងមួយទៀតសម្រាប់លេខទូរស័ព្ទមួយខ្សែគឺបងប្អូនទាំងអស់គ្នាគឺបង្កើតបានតែមួយទេអញ្ចឹងបើសិនជាបងប្អូនធ្លាប់យកលេខនឹងលេខទូរស័ព្ទមួយនឹងទៅបង្កើតមួយហើយអញ្ចឹងគឺវាមិនឲ្យបងប្អូនអរគ្នាបង្កើតម្ដងទៀតទេហើយសម្រាប់មួយទៀតគឺ Gmail ក៏ដូចគ្នាដែរអញ្ចឹងបងប្អូនអរគ្នាមុននឹងបង្កើត WeChat បងប្អូនអរគ្នាត្រូវទៅបង្កើត Gmail ថ្មីមួយមកអញ្ចឹងខ្ញុំវីដេអូនេះគឺខ្ញុំអត់បង្ហាញការបង្កើត Gmail ទេដោយសារវីដេអូមុនរបស់ខ្ញុំគឺមានហើយបងប្អូនអាចចូលទៅមើល Channel របស់ខ្ញុំបានគឺខ្ញុំមានមេរៀនរបៀបនៃការបង្កើត Gmail រួចហើយហ្នឹងហើយអញ្ចឹង Gmail មួយគឺបង្កើត WeChat បានមួយដូចគ្នាហ្នឹងហើយគឺ Gmail มันអាចបង្កើតបាន WeChat 2 3នោះទេគឺបានតែមួយទេអញ្ចឹងបងប្អូនអរគ្នាដាក់លេខទូរស័ព្ទមកអញ្ចឹងខ្ញុំសូមដាក់លេខទូរស័ព្ទហ្នឹងហើយអញ្ចឹងបន្ទាប់មកទៀតគឺកន្លែង password នេះគឺខ្ញុំសូមលាក់ដែរអញ្ចឹងបងប្អូនអរគ្នាដាក់យ៉ាងម៉េចដាក់ទៅតែកន្លែង password នេះគឺខ្ញុំសូមលាក់គឺជាព័ត៌មានផ្ទាល់ខ្លួនហើយក៏ជាហ្នឹងហើយបើសិនជាយើងបង្ហាញវាច្បាស់ពេកក៏ក្រុមហ៊ុន Facebook ឬក៏ក្រុមហ៊ុន YouTube ក៏វាធ្វើការបិទនៅវីដេអូរបស់ខ្ញុំដែរអញ្ចឹងកន្លែងនេះគឺជាព័ត៌មានផ្ទាល់ខ្លួនខ្ញុំសូមលាក់បន្ទាប់បងប្អូនអរគ្នាបំពេញរួចអស់ហើយអញ្ចឹងបងប្អូនអរគ្នាថិចកន្លែងនេះថិចមួយមកបន្ទាប់មកទៀតបងប្អូនចូលមក
ចុចពាក្យថានេះចុចមកបន្ទាប់មកទៀតនេះគឺជា policy របស់វាបងប្អូនអោសឆ្វោកចូលមកក្រោមមកបន្ទាប់មកបងប្អូនទាំងអស់គ្នាថិចកន្លែងនេះមួយទៀតបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាចុចពាក្យថា next រួចហើយបងប្អូនចុចពាក្យថា start ចឹងកន្លែងនេះបងប្អូនទាំងអស់គ្នាគ្រាន់តែរំកិលផ្ទាំងរូបនេះឲ្យត្រូវតាមចំណុចដើមរបស់វាមកបន្ទាប់មកទៀតគឺកន្លែងនេះគឺកន្លែងដែលយើងត្រូវបំពេញ email ដូចដែលខ្ញុំធ្លាប់បញ្ជាក់ពីដើមវីដេអូអញ្ចឹងគឺ email មួយគឺបង្កើតបានតែ WeChat មួយទេអញ្ចឹងបងប្អូនទាំងគ្នាគ្រាន់តែវាយ email បងប្អូនទាំងគ្នាចូលមកបន្ទាប់មកទៀតបងប្អូនចុចពាក្យថាអូខេបន្ទាប់មកបងប្អូនទាំងគ្នាធ្វើការចេញទៅកាន់app របស់ email ដើម្បីយើងចូលទៅ verify យើងចូលទៅកាន់ email ចាំតិចបងប្អូនពេលដែលយើងដាក់ email នឹងចូលហើយបន្ទាប់មកគឺខាងក្រុមហ៊ុន WeChat នឹងធ្វើការផ្ញើនេះបងប្អូនអរគ្នាគឺខាងក្រុមហ៊ុន WeChat បានផ្ញើមកកាន់ email របស់យើងហើយបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាគ្រាន់តែចុចទៅលើកន្លែងអក្សរនេះចុចចូលមកនោះឥឡូវវាអូខេហើយអញ្ចឹងបន្ទាប់មកបងប្អូនទាំងអស់គ្នាចុចចេញមកវិញមកទាំងអស់គ្នាចុចចូលទៅកាន់ app WeChat វិញតមកទៀតបងប្អូនចុចមកកន្លែងត្រង់កន្លែងនេះចុចចូលមកបន្ទាប់មកទៀតគឺវានឹងឲ្យបងប្អូនអរគ្នាហ្នឹងគឺ scan QR អញ្ចឹងបងប្អូនអរគ្នាធ្វើការ scan QR code ដើម្បីធ្វើការប្រើប្រាស់ account មួយហ្នឹងអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានមិត្តភ័ក្តិឬក៏បងប្អូនដែលគាត់ប្រើ WeChat អញ្ចឹងបងប្អូនអរគ្នាគ្រាន់តែយក account WeChat របស់បងប្អូនអរគ្នាហ្នឹងអ្នកផ្ទះបងប្អូនអរគ្នាឬក៏មិត្តភ័ក្តិហ្នឹងយកមក scan កន្លែង QR code ហ្នឹងមកគឺបងប្អូនអរគ្នាគឺអាចប្រើ WeChat ហ្នឹងហើយនឹងបង្កើត WeChat ហ្នឹងបានជោគជ័យ 100% ហើយតែដោយសារខ្ញុំធ្វើនៅទូរស័ព្ទមួយនេះគឺខ្ញុំអត់មានទូរស័ព្ទផ្សេងមួយទៀតទេអញ្ចឹងបើសិនជាបងប្អូនមានទូរស័ព្ទមិត្តភ័ក្តិឬក៏បងប្អូនអីបងប្អូនគ្រាន់តែចុច scan QR កន្លែងនេះមកគឺវានឹង load ទៅឲ្យបងប្អូនអរគ្នាធ្វើការប្រើប្រាស់ WeChat នឹងបាន 100% ហើយនឹងហើយអញ្ចឹងការបង្កើត WeChat របស់យើងនេះគឺបានជោគជ័យ 100% ហើយអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងយល់ហើយនឹងធ្វើបានទាំងអស់គ្នានេះហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូក្រោយ